បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបភ្ជាប់សាច់សំណាញ់ដៀងឬគៀវពុកម៉ែបងប្អូនឥឡូវសំណាញ់នេះខ្ញុំចិត្តនឹងឲ្យគេនៅតែជើងក្រមភ្ជាប់សាច់ជើងក្រមប្រហែលប្រហែល2 ម៉ែត្រកន្លះទៅពុកម៉ែបងប្អូននេះគឺជាការគៀវឬក៏ភ្ជាប់សាច់សំណាញ់ឬក៏ដៀងមុនដំបូងយើងសូមជាសានពុកម៉ែបងប្អូនយើងឈ្នួននេះយើងសូកពីក្រមនេះមកក្រោកសាច់ជក់ប្រឡោកសាច់សំណាញ់នេះនៅម្ខាងមកនេះអានេះខាងឆ្វេងនេះខាងស្ដាំដើម្បីឲ្យវាជាប់យើងត្រូវនេះសិនចាក់វាមកជិនសិនមកវារត់បងប្អូនចាក់ពីជិនក៏បានចេះមកហើយយើងយកធ្នីនេះអានេះកន្លែងយើងត្រូវគួបភ្ជាប់គ្នាពីរនេះពូមែនបងប្អូននេះពីអានេះមួយគួបជប់គ្នាមកយើងឈ្នួនយើងជាសិនសូកលើក្រមក្បាលរុយសំណាញ់យកក្រមយើងមកយើងចូលមកប្រឡោះអាខ្សែយើងមកយើងស្វាក់អធិស្ឋានផងពុកមែនបងប្អូនអត់មានដងកាមេរ៉ាឬអត់មានអ្នកកាន់កាមេរ៉ាអនចង់ជាមកយើងຕົកជាមកយើងស្វាក់មួយជើងទៀតកុំឲ្យវារត់រួចយើងដាក់ខាងលើមួយជើងទៀតលើមួយជើងទៀតរួចយើងអានេះចាក់យកបដ ாய் ដាក់ពីជើងមក1 2ហើយយើងសូកប្រឡោះនេះបងប្អូនប្រឡោះសូកយកមកទាញមករួចធ្នីក្បាលធ្នីរៀងធំតិចហើយកលាសំណាញ់នេះគឺសំណាញ់3ហ៊ុនអំបោះលេខ3អញ្ចឹងហើយក្បាលរុយវារៀងធំតែពេលយើងគៀវមកឬក៏ដៀងមកក្បាលរុយវាធំតាមនោះធ្វើឲ្យលឿនឲ្យពុកបងប្អូនបានឃើញច្បាស់ចឹងស្វាក់មកទៀតមកចេះមកនេះខាងលើនេះជឿនមកដាក់ពីជឿនមកចេញមករួចស្នែងនេះគឺកំង11 ហាត់ចង់បញ្យងនៅសល់10 ហាត់ប៉ុន្តែទិញសាច់មក1 គីឡូបានតែ10 ហាត់ទេអញ្ចឹងហើយឆាតស៊ូមចាស់ខ្ញុំចាស់និយាយថាអូខេហើយយកបានហើយសាច់បែកបងប្អូនសាច់ច្រើនណាស់ស្នាញ់ឃើញសាច់ច្រើនអ៊ីម